ជំរាបសួរនេះទស្សនវិជ្ជាកូនកូនញ៉ាំបាយណែនេះទស្សនវិជ្ជាកូនកូនញ៉ាំបាយព្រឹកឡើងអាហារពេលព្រឹកនេះគឺម៉ាក់ប៉ាគាត់រៀបចំឲ្យកូនកូនស្រេចតែម្ដងសាឡាតបានរៀបចំអាហារពេលព្រឹកធ្វើអាហារពេលព្រឹកជូនទេប៉ុន្តែប៉ាម៉ាក់គាត់ត្រូវមានកាតព្វកិច្ចរៀបចំអាហារពេលព្រឹកឲ្យកូនកូនអញ្ចឹងមើលខាងនេះម្ដងតែសារតែរោងអាហារយើងរៀងតូចបន្តិចអញ្ចឹងឆ្ងាញ់អត់កូនឆ្ងាញ់អត់ឆ្ងាញ់អត់ចាអូខេឡាយតបាយពេញមើលអត់ទី2ឆ្ងាញ់អត់ចាមិនកំឆ្លើយចាឆ្ងាញ់អត់កូនចាអាហារពេលព្រឹកប្រៀបដូចជាដុំមាសអញ្ចឹងយ៉ាងនេះទស្សនវិជ្ជាផតមើលជាក់ស្ដែងចាឆ្ងាញ់អត់កូននេះមិនទាន់ចេះញ៉ាំបាយយាយនៅបញ្ចុកនៅឡើយព្រោះអូនអាយុតិចអាយុ3ឆ្នាំនេះអូនភ្លោះញ៉ាំបាយមកកូននេះទូចទេតែចេះញ៉ាំបាយខ្លួនឯងខាងនេះគេបានមីឆាឆ្ងាញ់អត់កូនខាងនេះគេបានអីគេនេះនំបញ្ចុក